ប្រាសាទប្រខាន់ប្រាសាទបាយ័នប្រាសាទអង្គរវត្តមានប្រាសាទមួយទៀតដែលមានអាយុកាលវែងជាងប្រាសាទទាំងនេះទៅទៀតប្រាសាទកងណយប្រាសាទមុនសម័យអង្គរដែលបានលាក់ខ្លួនក្នុងរាជធានីភ្នំពេញស្ថិតនៅក្នុងបរិវេណវត្តប្រាសាទសង្កាត់កងណយខណ្ឌដង្កោរាជធានីភ្នំពេញប្រាសាទកងណយគឺជាសំណង់បុរាណមួយដ៏កម្រដែលនៅរក្សារូបរាងរហូតមកដល់សពថ្ងៃនេះប្រាសាទនេះត្រូវបានចាត់ទុកថាជាសំណង់ព្រហ្មញ្ញសាសនាមួយក្នុងចំណោមប្រាសាទបុរាណតិចតួចដែលសេសសល់នៅក្នុងទឹកដីរាជធានីភ្នំពេញប្រាសាទមានទម្រង់រាងការ៉េទំហំ3ម៉ែត្រកន្លះក្នុងមួយជ្រុងសាងសង់ពីឥដ្ឋនិងបែរមុខទៅទិសខាងកើតចំណុចពិសេសរបស់ប្រាសាទរួមមានស៊ុមទ្វារធ្វើពីថ្មអណ្ដើកសសរពេជ្ររាងមូលនិងផ្តែរដែលមានរចនាកំពង់ព្រះខណៈទិសផ្សេងទៀតជាទ្វារបញ្ឆោតតាមលក្ខណៈស្ថាបត្យកម្មបុរាណតាមការសិក្សាផ្នែកបុរាណវិទ្យាប្រាសាទកងណយត្រូវបានសាងសង់ក្នុងសម័យមុនអង្គរឬសម័យចេនឡាប្រហែលសតវត្សទី8និងស្ថិតនៅក្នុងរចនាបថកំពង់ព្រះទោះបីជាបានឆ្លងកាត់ការជួសជុលជាច្រើនលើកក៏ដោយជាពិសេសផ្នែកខាងដំបូលលើតួប្រាសាទនិងផ្តែរដើមនៅត្រូវបានរក្សាទុកសពថ្ងៃនេះនៅខាងក្នុងប្រាសាទមានតម្កល់ព្រះពុទ្ធរូបនិងសំណង់វត្ថុបុរាណមួយចំនួនជាមួយគ្នានេះដែរប្រជាពលរដ្ឋក្នុងតំបន់នោះតែងតែមានជំនឿនិងតែងតែមកបន់ស្រន់សូមសេចក្តីសុខសុខភាពល្អនិងភាពរីកចម្រើនក្នុងជីវភាពរស់នៅប្រាសាទកងណយមិនត្រឹមតែជាសាក្សីនៃអរិយធម៌ខ្មែរមុនសម័យអង្គរនោះទេប៉ុន្តែថែមជាបេតិកភណ្ឌវប្បធម៌ដ៏មានតម្លៃដែលបង្ហាញថារាជធានីភ្នំពេញក៏ធ្លាប់ជាទីតាំងនៃភាពរីកចម្រើនផ្នែកសាសនានិងស្ថាបត្យកម្មតាំងពីជាង1200ឆ្នាំមុនមកម្ល៉េះបន្ទាប់ពីបានទស្សនាពីការពណ៌នារបស់ប្រាង្គប្រាសាទរបស់យើងខ្ញុំជឿជាក់យ៉ាងមុតមមថាបងប្អូននឹងរកពេលវេលាណាសមស្របមួយដែលសម្រាប់ពីការងារការរកស៊ីការសិក្សារបស់បងប្អូនអញ្ជើញមកមើលប្រាសាទរបស់ខ្មែរយើងដែលបានសាងសង់តាំងពីមុនសម័យអង្គរប្រាសាទទាំងមូលគឺពិតជាស្អាតមែនទែនបងប្អូនទាំងអស់គ្នាបើសិនជាអត់បានមកមើលម្ដងទេនៅក្នុងឆាកជីវិតនេះអាចថានឹងស្ដាយក្រោយនៅពេលក្រោយព្រោះប្រាសាទនេះអត់បានស្ថិតនៅក្នុងខេត្តណាដែលឆ្ងាយពីរាជធានីភ្នំពេញទេគឺស្ថិតនៅក្នុងរាជធានីភ្នំពេញប៉ុន្តែជាក្រុងភ្នំពេញខ្ញុំពិតជាលើកទឹកចិត្តឲ្យបងប្អូនទាំងអស់គ្នាមកទស្សនាពាក់ព័ន្ធជាមួយប្រាសាទដែលបានកសាងឡើងដោយបុព្វបុរសខ្មែរយើងមកមើលអំពីស្ថាបត្យកម្មសម័យបុរាណដ៏អស្ចារ្យមួយនេះផងដែរបងប្អូនទាំងអស់គ្នាទោះបីជាពេលវេលាកន្លងផុតទៅរាប់រយឆ្នាំក៏ដោយប្រាសាទខ្មែរដែលបានឈរយ៉ាងស្ងៀមស្ងាត់ប្រាប់រឿងអរិយធម៌ខ្មែរដ៏អស្ចារ្យមួយដែលកូនខ្មែរគ្រប់រូបគ្នាគួរតែមានមោទនភាពនិងគួរអភិរក្សឲ្យថិតថេរតទៅនេះគឺជាឱកាសសម្រាប់បងប្អូនទាំងអស់គ្នាមកទស្សនាប្រាសាទដែលបុព្វបុរសខ្មែរយើងបានបន្សល់ទុកអរគុណបងប្អូនទាំងអស់គ្នាសម្រាប់ការតាមដានទស្សនាវីដេអូនេះតាំងពីដើមដល់ចប់ជូនពរបងប្អូនទាំងអស់គ្នាសុខភាពល្អ